ជំរាបសួរបងប្អូនទាំងអស់គ្នាស្គាល់ខ្ញុំអត់ខ្ញុំគិតថាមានបងប្អូនខ្លះប្រហែលជាស្គាល់ខ្ញុំហើយបងប្អូនខ្លះទៀតក៏អត់ទាន់ស្គាល់ខ្ញុំឈ្មោះពុតបណ្ឌិតជានិស្សិតឆ្នាំទី2ហើយរាល់ថ្ងៃខ្ញុំរស់នៅរាជធានីភ្នំពេញប៉ុន្តែសុខកំណត់របស់ខ្ញុំគឺនៅស្រុកអង្គស្នូលខេត្តកណ្ដាលថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាអំពីទីបន្ទាល់របស់ខ្ញុំដែលព្រះជាម្ចាស់បានធ្វើការជំនួសខ្ញុំគ្រួសាររបស់ខ្ញុំមានបងប្អូនចំនួន4នាក់ហើយខ្ញុំគឺជាកូនពៅហើយមានប៉ាមានម៉ាក់ប៉ុន្តែប៉ារបស់ខ្ញុំគាត់បានទទួលមរណភាពតាំងពីឆ្នាំ2014មកម្លេះតាំងពីពេលដែលប៉ារបស់ខ្ញុំបានទទួលមរណភាពមកគឺគ្រួសាររបស់ខ្ញុំគឺរស់នៅអត់សូវចុះសម្រុងនឹងគ្នាទេតែតែមានភាពទាស់តែងគ្នាបន្តិចបន្តួចនៅក្នុងគ្រួសារនៅពេលដែលមានបញ្ហាទាំងអស់ហ្នឹងមកខ្ញុំបានខ្លាចទៅជាក្មេងមួយដែលអត់សូវស្ដាប់បង្គាប់និយាយទៅអត់ចូលចិត្តរៀនសូត្រហើយម្យ៉ាងទៀតចូលចិត្តតែធ្វើអីតាមតែខ្លួនឯងចង់ធ្វើហើយអត់សូវស្ដាប់បង្គាប់ម៉ាក់ឯងហើយនៅពេលនោះខ្ញុំក៏លែងខ្វាយខ្វល់នឹងការរៀនហើយចូលចិត្តតែដើរលេងភាគច្រើនហើយនៅពេលដែលតាំងពីប៉ារបស់ខ្ញុំក៏បានទទួលមរណភាពទៅគ្រួសាររបស់ខ្ញុំមានភាពទាស់តែងគ្នាអញ្ចឹងហើយវាធ្វើឲ្យប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់ខ្ញុំហើយនៅពេលនោះខ្ញុំអត់ដឹងទេថាខ្លួនឯងណាកើតជំងឺបាក់ទឹកចិត្តនៅពេលនោះវាថាអារម្មណ៍របស់ខ្ញុំគឺតែងតែគិតអីដែលជាភាពអវិជ្ជមានតែម្នាក់ឯងហើយខ្ញុំគិតថាខ្ញុំរស់នៅលើផែនដីនេះដើម្បីអីរស់នៅរបៀបថារស់នៅសម្រាប់អ្វីរបៀបថាខ្ញុំគិតថាអត់មានអ្នកណាគេស្រឡាញ់ខ្ញុំអត់មានណាគេខ្វល់ពីខ្ញុំព្រោះដោយសារតែរស់នៅទៅរបៀបថាយើងធ្វើអីតែឯងយើងធ្វើអីក៏អត់មានអ្នកណាគេគាត់ដឹកនាំអត់មានអ្នកណាគេគាត់ដាស់តឿនយើងអញ្ចឹងយើងចង់ធ្វើអីយើងតាមតែចិត្តខ្លួនឯងនៅពេលដែលខ្ញុំដឹងថាខ្លួនឯងកើតជំងឺបាក់ទឹកចិត្តហ្នឹងសកម្មភាពរបស់ខ្ញុំគឺខ្ញុំតែងតែគិតអីដែលអវិជ្ជមាននៅថ្ងៃមួយខ្ញុំមានអារម្មណ៍ថាខ្លួនឯងអត់ចង់រស់នៅលើផែនដីនឹងទៀតទេអញ្ចឹងខ្ញុំក៏ចិត្តគិតថាចង់បញ្ចប់ជីវិតរបស់ខ្លួនឯងតាមរយៈការលេបថ្នាំហើយនឹងតាមសកម្មភាពផ្សេងប៉ុន្តែនៅពេលនោះខ្ញុំគិតថាខ្ញុំអត់អាចធ្វើវាបានព្រោះដោយសារតែខ្ញុំគិតថាខ្ញុំនៅមានម៉ាក់ខ្ញុំមួយទៀតអញ្ចឹងហើយខ្ញុំនៅតែបន្តរស់នៅពេលហ្នឹងគឺពួកគាត់ទាំងអស់គ្នាអត់ដឹងឯព្រោះដោយសារតែគាត់អត់ដែលសង្កេតខ្ញុំហើយម្យ៉ាងទៀតក៏ខ្ញុំអត់ដែលបញ្ចេញអារម្មណ៍របស់ខ្ញុំទៅប្រាប់អ្នកដែលដូចជាគ្រួសារហើយនិងមិត្តភ័ក្តិរបស់ខ្ញុំដែរនៅពេលដែលខ្ញុំជួបពួកគាត់ខ្ញុំធ្វើដូចជាធម្មតាដូចអត់មានរឿងអីកើតឡើងអញ្ចឹងខ្ញុំសប្បាយខ្ញុំរីករាយធម្មតាប៉ុន្តែនៅក្នុងចិត្តរបស់ខ្ញុំគឺរបៀបថាដូចប្រេះស្រាំអស់ហ្មងអញ្ចឹងខ្ញុំអត់ដឹងធ្វើអីកើតខ្ញុំមានតែអង្គុយយំម្នាក់ឯងអង្គុយគិតម្នាក់ឯងហើយអត់ដឹងថាត្រូវដោះស្រាយដោយរបៀបយ៉ាងខ្ញុំគិតថាខ្ញុំមានជំងឺបាក់ទឹកចិត្តហ្នឹងរយៈពេលជាង2ឆ្នាំហើយវានៅតែបន្តធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃចេះតែចង់នៅម្នាក់ឯងចេះតែចង់កិច្ចពីអ្នកដែលនៅជុំវិញខ្លួនកិច្ចពីគ្រួសារហើយតែតែដកខ្លួនចេញពីមជ្ឈដ្ឋានខាងក្រៅនៅពេលដែលខ្ញុំគិតតែចង់សម្រាប់ខ្លួនអញ្ចឹងខ្ញុំមានអារម្មណ៍ថាដូចមានតែខ្លួនឯងម្នាក់ឯងមានអារម្មណ៍ថាសោកសៅខ្លាំងអត់មានអ្នកណាគេយល់ចិត្តអត់មានអ្នកណាគេយល់ពីយើងហើយនៅពេលដែលអារម្មណ៍យើងមួយហ្នឹងវាដូចពិបាកពលនានៅពេលដែលយើងស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងអត់ដឹងថាត្រូវនិយាយបែបណាឲ្យស័ក្តិសមនៅពេលដែលខ្ញុំដឹងថាខ្លួនឯងកើតជំងឺហ្នឹងហើយខ្ញុំអាចចាក់ចេញពីជំងឺបាក់ទឹកចិត្តនឹងមួយបាននៅថ្ងៃមួយមានអ៊ំស្រីម្នាក់ដែលគាត់ជាអ្នកចំណូលថ្មីនៅក្នុងភូមិរបស់ខ្ញុំហើយគាត់ជាអ្នកដែលជឿលើព្រះយេស៊ូវនៅពេលនោះ
ខ្ញុំនឹងអង្គុយលេងក្រៅផ្ទះអញ្ចឹងហើយនៅពេលដែលគាត់បានដើរមករបៀបដើរសួរសុខទុក្ខបងប្អូនតាមផ្ទះអញ្ចឹងណាអញ្ចឹងគាត់ឃើញខ្ញុំទៅគាត់ក៏ហៅខ្ញុំឲ្យទៅលេងផ្ទះគាត់ខ្ញុំក៏ថាមិនដែលមានគេហៅទៅលេងផ្ទះអញ្ចឹងណាខ្ញុំក៏ចង់ឲ្យខ្លួនឯងហ្នឹងមានភាពរបៀបថាដើរចេញទៅខាងក្រៅខ្លះអញ្ចឹងហើយខ្ញុំក៏បានទៅលេងផ្ទះរបស់គាត់នៅពេលនោះគាត់ក៏បានអធិដ្ឋានឲ្យខ្ញុំនៅពេលនេះខ្ញុំអត់ដឹងទេថាព្រះយេស៊ូវហ្នឹងជាអ្នកណាព្រះយេស៊ូវហ្នឹងជាអីខ្ញុំធ្លាប់តែឮគេនិយាយឯងអញ្ចឹងនៅពេលនោះគាត់ក៏បានអធិដ្ឋានឲ្យខ្ញុំហើយនៅពេលដែលគាត់អធិដ្ឋានឲ្យខ្ញុំភ្លាមខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាបានធូរស្បើយខ្លាំងនៅពីជំងឺបាក់ទឹកចិត្តហ្នឹងខ្ញុំក៏របៀបថាដូចមានអីមួយចេញពីខ្ញុំភ្លាមហ្មងអញ្ចឹងចាប់ពីពេលដែលអ្នកគ្រូគាត់បានប្រាប់អំពីព្រះយេស៊ូវមកខ្ញុំក៏បានស្វែងយល់ពីព្រះគម្ពីរខ្ញុំក៏បានរៀនពីព្រះគម្ពីរដែលគាត់បានឲ្យខ្ញុំអានហើយនៅពេលនេះខ្ញុំក៏សាកល្បងអធិដ្ឋានទៅកាន់ព្រះអង្គបានឆ្លើយតបហើយភាពបាក់ទឹកចិត្តរបស់ខ្ញុំក៏បានធូរស្បើយជារៀងរាល់ថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃរហូតធ្វើឲ្យខ្ញុំបានជាសះស្បើយតែម្ដងចឹងធូរស្បើយដោយរបៀបណាអូននឹកគិតពីអីគេដល់ព្រះយេស៊ូវបានធូរស្បើយខ្ញុំក៏អធិដ្ឋានទៅកាន់ព្រះអង្គថាបើសិនបើព្រះអង្គពិតជាព្រះដែលជាអ្នកដែលព្យាបាលមែនសូមព្រះអង្គបានព្យាបាលនៅជំងឺបាក់ទឹកចិត្តរបស់កូននៅពេលនោះព្រះអង្គទៅធ្វើការអស្ចារ្យចំពោះខ្ញុំបានដកយកចេញនៅរបៀបថាការតូចចិត្តការអន់ចិត្តអីផ្សេងៗហ្នឹងចេញពីខ្ញុំអស់ដោយរបៀបធ្វើឲ្យកំសាន្តចិត្តខ្ញុំខ្លាំងមែនទែនពេលហ្នឹងស្គាល់ពីប្រគុណរបស់ព្រះអង្គស្គាល់ពីសេចក្តីស្រឡាញ់របស់ព្រះអង្គដែលព្រះអង្គបានទោះបីជាអត់មានអ្នកណាផ្សេងដែលស្រឡាញ់ខ្ញុំប៉ុន្តែនៅពេលដែលខ្ញុំបានសាកល្បងជាមួយព្រះអង្គគឺខ្ញុំបានជឿថាព្រះអង្គបានតែម្នាក់បានស្រឡាញ់ខ្ញុំហើយបានជ្រើសរើសខ្ញុំតាំងពីខ្ញុំកើតមកនៅពេលដែលខ្ញុំចាប់ផ្ដើមទទួលជឿលើព្រះយេស៊ូវហើយជីវិតរបស់ខ្ញុំបានផ្លាស់ប្រែខ្លាំងមែនទែនពីក្មេងដែលអត់ស្ដាប់បង្គាប់ខ្លាចជាក្មេងដែលស្ដាប់បង្គាប់ពីក្មេងដែលចូលចិត្តលេងច្រើនដែលចូលចិត្តដើរលេងអត់សូវចូលចិត្តរៀនហើយខ្លាចជាក្មេងមួយដែលចូលចិត្តរៀនឡើងវិញហើយនៅតែបន្តមិនថារៀននៅខាងសាលាមិនថារៀននៅក្នុងព្រះគម្ពីរផ្សេងខ្ញុំតែងតែស្វែងយល់អំពីព្រះអង្គហើយនៅពេលដែលខ្ញុំបានរៀនអំពីព្រះគម្ពីរបានកាន់តែច្រើនគឺធ្វើឲ្យខ្ញុំបានដឹងច្រើនហើយបានលើកទឹកចិត្តខ្ញុំខ្លាំងមែនទែនហើយក៏បានដោះលែងខ្ញុំឲ្យមានសេរីភាពផងដែរពេលដែលខ្ញុំបានទទួលជឿលើព្រះអង្គខ្ញុំបានសង្កេតឃើញខ្លួនឯងថាមានក្តីស្រឡាញ់ច្រើនមានភាពអត់ទោសឲ្យគេច្រើននិងជាពិសេសចេះអត់ធ្មត់ច្រើនហើយរឹងមាំហើយក៏នៅពេលដែលឃើញគេដែលមានអារម្មណ៍ថាបាក់ទឹកចិត្តឬក៏មានអារម្មណ៍ថាសោកសៅខ្ញុំតែងតែទៅជួយលើកទឹកចិត្តឲ្យគេដែលខ្លួនឯងពីមុនធ្លាប់ជាមនុស្សដែលបាក់ទឹកចិត្តបែរជាខ្លាយទៅជាម្នាក់ដែលអាចលើកទឹកចិត្តអ្នកដទៃបានសប្តាហ៍នេះខ្ញុំបានថ្វាយបង្គំនៅក្រុមជំនុំព្រះជាម្ចាស់ជីវិតពេញបរិបូរណ៍ហើយខ្ញុំក៏ជាម្នាក់ដែលបម្រើនៅក្នុងបណ្ឌកិច្ចថ្វាយបង្គំហើយនិងជាគ្រូកុមារដែរនៅពេលដែលខ្ញុំបានបម្រើព្រះអង្គខ្ញុំផ្លូវចិត្តរបស់ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយហើយមានអារម្មណ៍ថាមានអំណរដូចជាពិបាកនឹងនិយាយឲ្យស័ក្តិសមទៅនឹងអ្វីដែលព្រះអង្គប្រទានឲ្យខ្ញុំហើយវាមើលទៅវាខុសប្លែកពីអតីតកាលច្រើនហើយក៏អរគុណព្រះអង្គដែរចំពោះខ្ញុំមានពាក្យពេចន៍ផ្ដាំទៅកាន់បងក៏ដូចជាបងប្អូនទាំងអស់គ្នាដែលគាត់បានទទួលជឿលើព្រះអង្គចង់ឲ្យគាត់នៅតែបន្តជឿលើព្រះអង្គហើយស្វែងយល់ពីព្រះអង្គកាន់តែច្រើនហើយចំពោះបងប្អូនដែលគាត់អត់ទាន់បានទទួលជឿព្រះអង្គខ្ញុំចង់ឲ្យពួកគាត់បានបើកចិត្តសាកល្បងទទួលជឿលើព្រះអង្គនោះព្រះអង្គនឹងធ្វើការអស្ចារ្យចំពោះគាត់ហើយខ្ញុំសង្ឃឹមថាពីបន្តរបស់ខ្ញុំក៏បានលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាហើយអាចឲ្យបងប្អូនទាំងអស់គ្នាបានចាកចេញពីភាពងងឹតនិងចាកចេញពីជំងឺបាក់ទឹកចិត្តដូចជាខ្ញុំបានធ្លាប់មានបទពិសោធន៍ដែរបាយបាយតើឲ្យខ្ញុំថ្លែងពីអ្វីទៀត
ទូមានដណ្ដើមមួយពាន់ក៏មិនល្មមនឹងខ្លាយអរប្រគុណព្រះអង្គចំពោះការអស្ចារ្យដែលព្រះអង្គបានផ្ដល់មកកាន់ខ្ញុំធ្លាប់បាក់ទឹកចិត្តរស់នៅគ្រប់គ្រងដោយអារម្មណ៍វល់ក្នុងរឿងស្មុគស្មាញរហូតគិតចង់មិនចាប់ជីវិតខ្លួនដោយសារព្រះគុណនិងព្រះハរតីអាណិតមេត្តានៃព្រះមានចំពោះខ្ញុំទ្រង់បានលើកខ្ញុំឡើងចេញពីរណ្ដៅចាស់ចេញពីភាពសោកសៅមកដាក់នៅលើថ្មដាជីវិតមានពន្លឺសាជាថ្មីមិនរស់នៅដូចពីមុនទៀតឡើយតើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពទាំងអស់នេះមែនទេពេលវេលារបស់អ្នកបានមកដល់ហើយក្នុងការចាក់ចេញពីគំនិតអវិជ្ជមានទាំងអស់នេះប្រសិនអ្នកចង់មានសេរីភាពសូមបានអធិដ្ឋានជាមួយខ្ញុំអោព្រះយេស៊ូវអើយកូនដឹងថាពាក្យមិនទាន់ចេញពីមាត់កូនផងទ្រង់បានជ្រាបដឹងរួចស្រេចទៅហើយអ្វីដែលកូនត្រូវធ្វើគឺគ្រាន់តែសម្រេចចិត្តថាចាក់ចេញឬបន្តរស់នៅក្នុងភាពងងឹតបែបនោះទៀតថ្ងៃនេះកូនបានគិតច្បាស់ហើយគឺកូននឹងចាស់ចេញពីភាពងងឹតចាស់ចេញពីគំនិតអវិជ្ជមានដោយសារភាពថាកូនពិតជាត្រូវការព្រះអង្គនៅក្នុងជីវិតរបស់កូនសូមទ្រង់បានជួយដឹកនាំនិងបង្ហាញផ្លូវកូនកូនមិនចង់រស់នៅក្នុងជីវិតចាស់នោះឡើយកូនសូមបើកដួងចិត្តថ្វាយដល់ទ្រង់សូមទ្រង់បានយាងមកគង់ក្នុងចិត្តនិងជីវិតកូនដោយអំណាចចេស្តាទ្រង់កូនសូមប្រកាសថាកូនពិតជាមានសេរីភាពពីការគ្រប់គ្រងនៃអារម្មណ៍ចិត្តគំនិតអវិជ្ជមាននិងវិញ្ញាណនៃការរំខានកូនសូមអធិដ្ឋាននៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនប្រសិនអ្នកទទួលបានការលើកទឹកចិត្តត្រូវការអ្នកប្រឹក្សាមានសំណុំពរអធិដ្ឋានឬមានទីបន្ទាល់ដ៏អស្ចារ្យចង់ចូលរួមចែករំលែកនោះសូមបានឆាតមកយើងតាមរយៈប្រអប់សារ